ប៉ុន្តែមិញហ្នឹងខ្ញុំក៏បានឃើញបទសម្ភាសន៍របស់មេប្រឆាំងជ្រុលនិយមរបស់លោកសំរងស៊ីហ្នឹងដែលលោកសំរងស៊ីហ្នឹងគាត់បាននិយាយបាទគាត់បាននិយាយទៅខ្ញុំក៏បដូរប្រធានបទនិយាយឲ្យមកនិយាយរឿងនឹងមុនសិនកុំឲ្យខាតពេលបាទនិយាយមុនអញ្ចឹងណាយកមកនិយាយមុនដើម្បីកុំឲ្យខាតពេលវេលាបាទជំរាបសួរលោកចន្ទ្រាបាទចន្ទ្រាសម្លុតបាទលោកសំរងស៊ីគាត់បាននិយាយថាសម្ដេចតេជោហ៊ុនសែនកំពុងតែឯកោរាជរដ្ឋាភិបាលកម្ពុជានេះគ្មានអន្តរជាតិណាចាប់អារម្មណ៍ទេគេបោះបង់ចោលហើយឯកោគ្មាននរណាគេរវល់ទេហើយអន្តរជាតិគេមិនចាប់អារម្មណ៍រឿងព្រំដែនកម្ពុជាថៃអីទេគេចាប់អារម្មណ៍តែរឿងចាប់ចោលហើយដែលសម្ដេចតេជោលោកឯកោព្រោះអីឥឡូវស្ងាត់ណាអត់ឮសំឡេងសម្ដេចតេជោនឹងតវ៉ាទេបាទសំទោសណាគេមិនបានហៅសម្ដេចតេជោអីចឹងតែនេះខ្ញុំភាសាខ្ញុំគេហៅឈ្មោះដាច់សាច់ណាបាទអញ្ចឹងបងប្អូនចំពោះបងប្អូនដែលបានឃើញនេះបងប្អូនបានឃើញវីដេអូខ្ញុំហើយជំរាបសួរមកអ៊ំបាទជំរាបសួរបទសម្ភាសន៍លោកសំរងស៊ីដែលនិយាយថាកម្ពុជាឯកោនេះហើយបងប្អូនយល់យ៉ាងណាដែរចំពោះខ្ញុំបងប្អូនណាខ្ញុំថាលោកសំរងស៊ីទេដែលឯកោលោកសំរងស៊ីនិយាយដោយមិនពិតហើយអត់ជាក់ស្ដែងគឺគាត់បំភ្លៃតែម្ដងបងប្អូនត្រង់ណាដែលថាកម្ពុជាឯកោត្រង់ណាដែលថាអន្តរជាតិអត់រវល់អំពីរឿងព្រំដែនកម្ពុជាព្រំដែនកម្ពុជានិងថៃទំនាស់ព្រំដែនកម្ពុជានិងថៃបងប្អូនហើយគេផ្អើលពេញពិភពលោកនៅកិច្ចព្រមព្រៀងនៅការចុះហត្ថលេខាលើកិច្ចព្រមព្រៀងរវាងកម្ពុជាថៃនៅទីក្រុងកាឡាឡាំពួរប្រទេសម៉ាឡេស៊ីដែលមានវត្តមានប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ផ្អើលពិភពលោកហេតុអីបានផ្អើលពិភពលោករាល់ការជំនួបរវាងលោកប្រធានាធិបតី Donald Trump ជាមួយនឹងមេដឹកនាំអាស៊ានលោកTrumpជួបជាមួយនឹងប្រទេសកូរ៉េក៏គាត់លើកអំពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជាថៃដែរជួបជាមួយជប៉ុនក៏គាត់និយាយរហូតដល់ជួបជាមួយមេដឹកនាំចិនមេដឹកនាំមហាអំណាចលើពិភពលោករវាងអាមេរិកនិងចិនក៏ទាំងលោកស៊ីជីនពីងទាំងលោកប្រធានាធិបតីត្រុំលើកអំពីកិច្ចព្រមព្រៀងកម្ពុជាថៃមកនិយាយដែរហើយលោកសំរងស៊ីថាគេអត់រវល់ទេគេនិយាយតែពីរឿងចោលណាបងប្អូនគឺគាត់កុហកស្ទើរតែផ្ទុះ Facebook រហូតដល់មានប្រតិកម្មពីមេដឹកនាំជប៉ុនមេដឹកនាំកូរ៉េមេដឹកនាំអឺរ៉ុបគេចូលរួមសាទរមេដឹកនាំអូស្ត្រាលីគេចូលរួមសាទរនៅការបញ្ចប់ទំនាស់រវាងកម្ពុជាទំនាស់ព្រំដែនរវាងកម្ពុជានិងថៃហ្នឹងណាបងប្អូនហើយចំណុចត្រង់ណាដែលថាកម្ពុជាឯកោហើយគេអត់រវល់បងប្អូនអូខេអញ្ចឹងម្សិលមិញនេះសម្ដេចបវរធិបតីហ៊ុនម៉ាណែតលោកបានបង្ហោះសាររបស់លោកខ្ញុំសូមអានជូននៅលើ Facebook របស់លោកទើបតែជួបពិភាក្សាតាមទូរស័ព្ទជាមួយនឹងលោក Cass Patel នាយកនៃការិយាល័យស៊ើបអង្កេតកម្រិតសហព័ន្ធ FBI បងប្អូនសម្ដេចបវរធិបតីហ៊ុនម៉ាណែតបានជួបសន្ទនាតាមទូរស័ព្ទជាមួយនឹងមេ FBI សហរដ្ឋអាមេរិកលោក Patel ជួបសន្ទនាគ្នាយើងបានវិយតម្លៃខ្ពស់ចំពោះលទ្ធផលប្រកបដោយផ្លែផ្កានៃកិច្ចសហប្រតិបត្តិការជាច្រើនឆ្នាំកន្លងមករវាងស្ថាប័នសន្តិសុខរបស់កម្ពុជានិង FBI នៅក្នុងការទប់ស្កាត់និងការប្រឆាំងអក្រិតកម្មឆ្លងដែនដូចជាការជួញដូរមនុស្សគ្រឿងញៀនឃាតកម្មជំរិតទារប្រាក់អក្រិតកម្មហិរញ្ញវត្ថុនិងការឆបោកតាមប្រព័ន្ធវិជ្ជាវិទ្យាជាជំហានបន្ទាប់យើងបានឯកភាពគ្នាបន្តពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នសន្តិសុខកម្ពុជានិង FBI ដើម្បីរក្សាសន្តិសុខនិងសុវត្ថិភាពសម្រាប់ប្រជាពលរដ្ឋសម្រាប់ប្រជាជននិងប្រទេសជាតិយើងទាំងពីរបងប្អូនឃើញទេសម្ដេចបវរធិបតីហ៊ុនម៉ាណែតលោកបានជួបសន្ទនាតាមទូរស័ព្ទជាមួយនឹងមេ FBI សហរដ្ឋអាមេរិកជជែកគ្នាពង្រឹងជំរាបសួរលោកតាំងទុយបាទនៅកិច្ចសហប្រតិបត្តិការដើម្បីទប់ស្កាត់នៅអក្រិតកម្មទាំងឡាយហើយលោកសំរងស៊ីគាត់និយាយថាគេអត់រវល់ជាមួយគេទុកឲ្យឯកោពាក្យហ្នឹងគឺខុសបាទខុសទាំងស្រុងអត់ដូចអ្វីដែលលោកសំរងស៊ីនិយាយទេបាទអត់ដូចអ្វីដែលលោកសំរងស៊ីនិយាយទេអត់ដូចទេបងប្អូនអញ្ចឹងខ្ញុំចង់សួរត្រឡប់ទៅវិញអ្វីដែលលោកសំរងស៊ីនិយាយបច្ចុប្បន្ននេះគឺគាត់គ្រាន់តែនិយាយកំឡាចិត្តខ្លួនឯងកុហកចិត្តខ្លួនឯងឲ្យជឿថាភាពឯកោរបស់គាត់ដែលគេអត់រវល់និងភាពបរាជ័យរបស់គាត់ដែលគាត់ប្រឹងនឹងធ្វើអីមួយកម្ពុជាទទួលបានផលនឹងមួយស្រេចអញ្ចឹងគាត់ខករហូតណាការខករបស់គាត់នឹងហើយដែលធ្វើឲ្យបាទនឹងធ្វើឲ្យគាត់នឹងទទួលរងនៅការឯកោម៉ៅរបស់ខ្ញុំអត់ដើរបងប្អូនអូខេអីបងប្អូនបាទអ
ចឹងខ្ញុំត្រឡប់ទៅជំហានមួយទៀតឥឡូវយើងបានឮហើយសម្ដេចបវរធិបតីលោកបានជួបជាមួយនឹងមេដឹកនាំ FBI ណាមេដឹកនាំ FBI ឥឡូវចូលមកដល់ចំណុចមួយទៀតមេដឹកនាំកម្ពុជារបស់អាមេរិកមួយទៀតគឺលោក Pete Hegseth បាទមេដឹកនាំកម្ពុជារដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជាលោកទាសីហានិងរដ្ឋមន្ត្រីក្រសួងការពារជាតិថៃរួមទាំងរដ្ឋមន្ត្រីក្រសួងការពារជាតិម៉ាឡេស៊ីបានជួបជាមួយនឹងរដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិកប៉ុន្តែអាមេរិកឥឡូវគេដូរឈ្មោះថាគេលែងហៅក្រសួងការពារជាតិទេគេហៅក្រសួងសង្គ្រាមគេហៅ Department of War មិនមែន Department of Defense ទេបងប្អូនណាគេលែងហៅ Department of Defense ហើយបាទអញ្ចឹងខ្ញុំសូមអានបាទសូមថ្លែងអំណរគុណចំពោះសហរដ្ឋអាមេរិកនិងប្រទេសម៉ាឡេស៊ីដែលបានជួយសម្របសម្រួលឲ្យមានកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជាថៃដែលបានចុះហត្ថលេខារួមគ្នាកាលពីថ្ងៃទី26ខែតុលាឆ្នាំ2025ភាគីទាំងពីរកម្ពុជាថៃនឹងអនុវត្តកិច្ចព្រមព្រៀងនេះប្រកបទៅដោយតម្លាភាពហើយភាគីកម្ពុជាទន្ទឹងរង់ចាំភាគីថៃដោះលែងវីរៈកងទ័ពកម្ពុជា18នាក់ដែលមានចែងនៅក្នុងប្រកាសនៃកិច្ចព្រមព្រៀងថ្ងៃទី26ខែតុលាឆ្នាំ2025ឲ្យត្រឡប់មកកម្ពុជាវិញដោយឆាប់រហ័សបងប្អូនណាជំនួបរវាងរដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិកជួបជាមួយនឹងកម្ពុជានិងថៃនេះគឺជាភាពសម្របសម្រួលមួយផ្នែកយោធានិងយោធាផ្នែកការពារជាតិនិងផ្នែកការពារជាតិដូចគ្នាធ្វើយ៉ាងណាឲ្យមានការចោះសម្រុងគ្នាសម្រួលគ្នាដើម្បីឈានទៅដល់ការដោះលែងវីរៈកងទ័ពយើងទាំង18រូបណាបងប្អូនត្រង់ណាដែលថាអន្តរជាតិរួមទាំងសហរដ្ឋអាមេរិកបោះបង់កម្ពុជាវាអត់មានមេកំពូល FBI ខាងស៊ើបអង្កេតជួបជាមួយសម្ដេចបវរធិបតីហ៊ុនម៉ាណែតរដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិកលោក Pete Hegseth ជួបជាមួយនឹងរដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជាចំណុចត្រង់ណាដែលថាកម្ពុជាឯកោលោកសំរងស៊ីនិយាយពាក្យពេចន៍ជាច្រើនដែលគាត់កុហកប្រជាពលរដ្ឋស្រស់ដោយអត់អៀនខ្មាស់ហើយគាត់ថាបាត់មាត់សម្ដេចតេជោឲ្យឈឹងរឿងអីសម្ដេចតេជោលោកទៅធ្វើខុសតួនាទីសម្ដេចតេជោលោកគឺជាប្រធានព្រឹទ្ធសភាហើយសម្ដេចតេជោគឺលោកចាប់អារម្មណ៍តែកិច្ចការណាកិច្ចការទូតហើយកិច្ចការណាដែលមានប្រយោជន៍ដល់ប្រទេសជាតិរឿងអីសម្ដេចតេជោក្នុងកលៈទេសៈនេះសម្ដេចតេជោគាត់ទៅចាប់អារម្មណ៍រឿងអត់ប្រយោជន៍របស់លោកសំរងស៊ីសម្ដេចតេជោលោកមិនចាប់អារម្មណ៍ទេលោកយកចិត្តទុកដាក់ធ្វើកិច្ចការទូតជួបជាមួយនឹងបរទេសដើម្បីទំនាក់ទំនងការទូតហើយប្រហែលថ្ងៃនេះយើងឃើញហើយសភាកម្ពុជាព្រឹទ្ធសភាកម្ពុជាធ្វើកិច្ចការទូតយ៉ាងសស្រាក់សស្រាំណាធ្វើកិច្ចការទូតយ៉ាងសស្រាក់សស្រាំឥឡូវនេះជាកិច្ចការរវាងកងទ័ពនិងកងទ័ពដោះស្រាយណាសម្ដេចតេជោនៅពីក្រោយខ្នងអ្នកឲ្យយោបល់អ្នកឲ្យអវ៉ាតអ្នកឲ្យយុទ្ធសាស្ត្រហើយមេកំពូលធំរបស់សហរដ្ឋអាមេរិកកំពុងតែបន្តជួបជាមួយនឹងភាគីកម្ពុជានិងថៃក្នុងការសម្របសម្រួលឥឡូវយើងមើលមកដល់ឃើញថានៅកម្ពុជាថ្ងៃនេះវេលាយប់នៅកម្ពុជានេះគឺកំពុងតែមានការសស្រាក់សស្រាំមែនទែនក្នុងការបញ្ជូនអាវុធធុនធ្ងន់ដើម្បីត្រឡប់ចូលទៅបន្ទាយវិញអាវុធធុនធ្ងន់ត្រឡប់ទៅចូលទៅក្នុងបន្ទាយវិញដល់បងប្អូនណាបាទខ្ញុំសូមអានបន្តិចបងប្អូនណានៅថ្ងៃនេះនៅតំបន់ព្រះវិហារនៅក្នុងខេត្តព្រះវិហារអាវុធធុនធ្ងន់ទាំងប្រមាណកំពុងតែចាប់ផ្ដើមសម្រួលទីតាំងគឺដកយកចូលទៅក្នុងបន្ទាយវិញដោយក្រោមការត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់ពីអ្នកសង្កេតការណ៍អាស៊ានដែលដឹកនាំដោយម៉ាឡេស៊ីបាទទាំងខាងថៃក៏ដកទាំងខាងកម្ពុជាក៏ដកជំរាបសួរបងកំលីបាទទាំងខាងថៃក៏ដកទាំងខាងកម្ពុជាក៏ដកយើងកំពុងតែធ្វើកិច្ចការហ្នឹងឲ្យស្របទៅតាមកិច្ចព្រមព្រៀងដែលប្រទេសទាំងពីរបានចុះហត្ថលេខាត្រង់ណាដែលបញ្ជាក់ថាជំរាបសួរលោកសុកយ៉នបាទដែលបញ្ជាក់ថាកម្ពុជាឯកោនោះអ្វីដែលលោកសំរងស៊ីនិយាយមិញនេះកំពុងតែនិយាយនៅក្នុង live show របស់គាត់នេះថាអន្តរជាតិរួមទាំងប្រទេសអាមេរិកទាំងប្រទេសអីចិនអីសពគ្រប់នឹងអត់មានណាគេចាប់អារម្មណ៍មួយកម្ពុជាទេគេទុកឲ្យកម្ពុជាឯកោហើយគេអត់ខ្វល់រឿងព្រំដែនកម្ពុជាទេអូពធហើយគាត់និយាយទាំងបំពេញហើយទាំងបំភ្លឺបំភ្លៃឥឡូវនេះអាស៊ានកំពុងតែចុះមកត្រួតពិនិត្យដើម្បីសម្របសម្រួលនៅកិច្ចព្រមព្រៀងចំនួនព្រំដែននឹងឬដែលលោកសំរងស៊ីថាគាត់ស្រឡាញ់ភាពយុត្តិធម៌ដែលនិយាយអ្វីជាការពិតណាបងប្អូនអញ្ចឹងបានខ្ញុំចង់ជម្រាបថារវល់យ៉ាងណាក៏ដោយក៏យើងត្រូវតែចេញវីដេអូដើម្បីទប់ស្កាត់ក្រុមជ្រុលនិយមដែរព្រោះក្រុមជ្រុលនិយមព្យាយាមបំភ្លៃព័ត៌មានប៉ុន្តែការបំភ្លៃរបស់ពួកគាត់ទទួលបាននៅការបរាជ័យហេតុអីបានខ្ញុំថាបរាជ័យពីព្រោះឥឡូវនេះបងប្អូនណាជាសម័យភ្នែកទឹកជាទឹកម
មិនមែនគាត់និយាយគោគេជឿថាគោទេគឺគេតាមដានអញ្ចឹងបងប្អូនប្រជាពលរដ្ឋដែលបានឃើញវីដេអូខ្ញុំសូមចូលរួមតាមដានថាតើពិតមែនឬដែលថាកម្ពុជាឯកោហ្នឹងណាហើយថាអន្តរជាតិគេបោះបង់កម្ពុជាចោលហ្នឹងបោះបង់កម្ពុជាចោលគេអត់រវល់ទេបងប្អូនណាសម្ដេចបវរធិបតីម្ដងទៀតខ្ញុំបញ្ជាក់ម្ដងទៀតសម្ដេចបវរធិបតីបានជួបជាមួយ FBI មេ FBI អាមេរិកដើម្បីរៀបចំនៅវិធានការដែលកម្ពុជាកំពុងតែធ្វើហើយកំពុងតែទប់ស្កាត់ហើយនិងបង្ក្រាបនៅអក្រិតកម្មអនឡាញអក្រិតកម្មឆបោកមេដឹកនាំក្រសួងការពារជាតិអាមេរិកដែលហៅថា Department of War បានជួបជាមួយនឹងក្រសួងរដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជានិងថៃដើម្បីសម្របសម្រួលឲ្យមានការដកអាវុធដកអីហ្នឹងដើម្បីឲ្យទៅតាមក្របខ័ណ្ឌនៅកិច្ចព្រមព្រៀងដែលចុះហត្ថលេខានៅទីក្រុងកាឡាឡាំពួរហ្នឹងធ្វើម៉េចឲ្យវាបានជោគជ័យលោកត្រុំដាក់ប័ណ្ណបញ្ជាមកគឺត្រូវតែធ្វើម៉េចមិនមែនសន្តិភាពតែលើกระดาษហើយភាពពិតអត់សន្តិភាពនោះទេអញ្ចឹងឲ្យឃើញជាក់ស្ដែងអញ្ចឹងហើយបានបញ្ជូនរដ្ឋមន្ត្រីក្រសួងការពារជាតិរបស់អាមេរិកហ្នឹងមកជួបផ្ទាល់ដើម្បីបញ្ជាក់ឲ្យច្បាស់លាស់យើងឃើញហើយថ្ងៃនេះយប់នេះនៅកម្ពុជាកំពុងតែយប់ហើយមានការចល័តដកអាវុធធុនធ្ងន់ទាំងអស់ចូលប្រទាយវិញបងប្អូនឃើញទេអញ្ចឹងខ្ញុំសូមអានបន្តិចបងប្អូនណា